ការភ្នាក់ផ្អើលនឹងផ្លែភ្នែកទៀតហើយគេសង្ស័យថាមានដំណឹងល្អក្រោយឃើញវ៉ានីឡាថតរូបជិតដិតជាមួយនឹងលោកវ៉ាន់ដានិងសិល្បៈផលិតកម្មបារមីកាលពីដើមឆ្នាំ2023កន្លងទៅនេះមហាជនអ្នកគាំទ្រផលិតកម្មបារមីមានការភ្នាក់ផ្អើលនិងរំភើបម្ដងរួចមកហើយនៃការទទួលស្វាគមន៍សមាជិកតារាចម្រៀងថ្មីគឺកញ្ញាស៊ូស៊ីរីកាបាទស៊ូស៊ីរីកាដោយអ្វីដែលបងប្អូនបានឃើញនៅក្នុងរូបភាពនៅវីដេអូរបស់ស្ដាប់ឯកាហើយយ៉ាងណាថ្មីនេះមហាជនដែលលេងបណ្ដាញសង្គម Facebook ជាពិសេសអ្នកគាំទ្រតារាចម្រៀងវ៉ានីឡាក៏កំពុងតែផ្ទុះការសង្ស័យក្រោយរូបភាពមួយសន្លឹកបានបង្ហោះឡើងនៅលើเพจផ្លូវការរបស់តារាចម្រៀងតូចល្អិតរូបនេះបានថតរូបជុំគ្នានឹងសិល្បករសិល្បករនីរបស់ផលិតកម្មបារមីរួមទាំងលោកវ៉ាន់ដាកញ្ញាស៊ូស៊ីរីកានិងលោកវ៉ាន់ថានជាដើមហើយក្រោយរូបភាពមួយសន្លឹកជុំគ្នារបស់កញ្ញាវ៉ានីឡានិងសិល្បករសិល្បករនេះនៅក្នុងផលិតកម្មបារមីបានបង្ហោះឡើងស្រាប់តែមានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិសួរនាំថាតើវ៉ានីឡាចូលផលិតកម្មបារមីឬនិងខ្លះទៀតលើកឡើងថាជុំគ្នាអញ្ចឹងត្រៀមចេញបទចូលឆ្នាំជាដើមហើយលើពីនោះទៅទៀតនឹងការបញ្ចេញមតិរបស់អ្នកគាំទ្រមួយរូបបានសរសេរថា cannot wait to see your collaborationដោយមានន័យជាភាសាខ្មែរមិនអាចរងចាំឃើញការសហការរបស់អ្នកនោះទេព្រាមនោះស្រាប់តែកញ្ញាវ៉ានីឡាក៏ឆ្លើយជាភាសាអង់គ្លេសវិញនៅក្នុងន័យនោះថាខ្ញុំក៏ប្រាថ្នាបែបនឹងដែរយ៉ាងណាមិញជុំវិញរូបភាពមួយសន្លឹកនោះនៅតែមានចម្ងល់របស់មហាជននៅឡើយថាតើពួកគេគ្រាន់តែថតរូបកំសាន្តជុំគ្នាឬក៏ជាសហការការងារនឹងគ្នាយ៉ាងណាតែមហាជនអ្នកគាំទ្រសង្ឃឹមចង់ឃើញពួកគេបង្ហាញនូវការសម្ដែងនិងចម្រៀងរួមគ្នាខ្លាំងណាស់បាទប្រិយមិត្តអ្នកទេសនាព័ត៌មានស្ដាប់បែបការនេះគឺជារូបភាពគ្រាន់តែរូបភាពមួយសន្លឹកនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងតែពួកគេនឹងចាប់ដៃសហការគ្នាបញ្ចេញនៅអ្វីដែលអស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅដែលកំពុងតែរងចាំមើលនោះយ៉ាងណាសូមយើងចាំទេសនាទាំងអស់គ្នានៅពេលក្រោយអរគុណ